គឺជាសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរទាំងអត់ទេចម្បៃបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅលោកគុណអ្នកចេះចម្បៃនោះយកចម្បៃទៅជាមួយទៅដល់តាណាជ្រៀងទៅនឹងឃើញឯងផ្សព្វផ្សាយហើយអ្នកដេញចម្បៃហ្នឹងមិនមែនមនុស្សធម្មតាទេជាបណ្ឌិតផងជាកតិបណ្ឌិតផងអង្គការ UNESCO គេភ័យណាស់គេភ័យមាំណាស់កូនស្រីប៉ាសួរមួយកូនប៉ាឈប់ប៉ាចុះនៅក្រោយក្នុងបែកហ្នឹងឯងគេអូអានេះចម្បៃកូនអូចម្បៃមិនមែនហ្គីតាប៉ាអត់ស្គាល់ចម្បៃអត់ស្គាល់ហ្គីតាកូនចម្បៃហ្នឹងគឺជាសម្បត្តិបេតិកភណ្ឌខ្មែររបស់យើងត្រូវទេប៉ាជាសម្បត្តិបេតិកភណ្ឌរបស់ដូនតាយើងកូនចុះហ្គីតាអត់ចូលសម្បត្តិបេតិកភណ្ឌដែរប៉ាអត់ទេហ្គីតាហ្នឹងគេលេងពិភពលោកហើយនៅលើពិភពលោកណាក៏ស្គាល់ហ្គីតាដែរចុះនៅលើពិភពលោកមានគេស្គាល់ចម្បៃច្រើនអត់ប៉ាអត់ទេបាទកម្រណាស់កូនកម្រណាស់មិនចឹងដោយសារចម្បៃហ្នឹងគឺជាសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរហើយនៅលើពិភពលោកមានតែប្រទេសយើងមួយហ្នឹងទេមែនមិនកូនអត់ដែរដឹងកូនឯងមិនដែររៀនចឹងហើយមួយជីវិតខ្ញុំខុសទាំងអស់ប៉ាចុះចម្បៃហើយហ្គីតាហ្នឹងខុសគ្នាត្រង់ណាខុសគ្នាដាច់ចម្បៃនិងហ្គីតាវាខុសគ្នាដាច់អត់ដូចគ្នាទេកូនខុសត្រង់ថាចម្បៃមានព្រលឹងចម្បៃបាទពេលកេះអត់ច្រៀងទេពេលច្រៀងអត់កេះអូចាំមើលកូនឯងចាំស្ដាប់បាទតេរេងតេរេងទិញតេរេងឈប់គេច្រៀងចម្បៃគេពាក់នេះអូពាក់វ៉ែនតាហ៎យេឧទាហរណ៍ទៅកូនណាហ្នឹងហើយសាតេរេងទិញតេរេងទិញអត់ទេតេរេងទិញតេរេងទិញតេរេងតេរេងទិញត្រេងមនុស្សខ្លះចិត្តកាចខូចលោកមកប្រដូចមនុស្សក្រូចឆ្មាវាមិនដែលផ្អែមម្ដងឡើយណាវាជូរយ៉ាងណាជូរទាល់តែងាប់កូនឯងឃើញទេពេលដែលកេះអត់ច្រៀងទេពេលតែដល់ពេលច្រៀងហើយអត់កេះទេមានន័យថាអាកេះអត់ច្រៀងហ្នឹងប៉ុន្តែលឺអាសំឡេងច្រៀងហ្នឹងវាលំមុំសាច់ចូលគ្នាមកទៅនឹងហ្មងអញ្ចឹងចម្បៃនិងហ្គីតាខុសគ្នាទៅនឹងតេរេងតេងតេរេងតេងតេងតេរេងតេងតេងមនុស្សខ្លះដូចនងខ្ចីដំបងប្រសើរគប់ដល់ចាស់ស្វិតស្រពាប់គេលេងរាប់គេស្អប់លេងស្លោតេរេងតេងតេរេងតេរេងតេងតេងបុរាណថាអញ្ចឹងហ្នឹងគឺមនិតអ៊ូចុងលោកសរសេរមកពីរឿងប្រៀបធៀបមនុស្សទៅនឹងផ្លែឈើតេរេងតេងតេរេងតេរេងតេងតេងផ្លែចាស់ល្មមលក់ដូរស្លកកោផ្លែខ្ចីផ្លែទុំជ្រុះដល់ដីប្រជាប្រុសស្រីរើសធ្វើនំតេរេងតេងតេរេងតេរេងតេងតេងអាហ្នឹងថ្នោតណាលោកសរសេរនិយាយអំពីរឿងប្រៀបធៀបទៅថ្នោតបើមនុស្សថ្នោតហ្នឹងល្អខ្លាំងណាស់ប្រយោជន៍នៃថ្នោតចម្បៃបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅលោកគុណសម្បត្តិបេតិកភណ្ឌអរូបីឃើញអត់ទេអូអញ្ចឹងប៉ាមានន័យថាចម្បៃហ្នឹងដើមកំណើតចេញពីខ្មែរយើងហ្មងប៉ាណោះចេញពីខ្មែរហ្នឹងហើយកូនមនុស្សខ្មែរហ្នឹងហើយនៅលើលោកមានតែមួយទេប៉ានៅលើលោកមាននៅប្រទេសយើងនឹងមួយទេដែលច្រៀងតម្លៃពិសេសរបស់ចម្បៃមិនមែនគ្រាន់តែជាឧបករណ៍តន្ត្រីស្ដាប់កែកំសាន្តលេងឬក៏មើលឲ្យបានសប្បាយភ្នែកហ្នឹងទេមានគេឲ្យប៉ាចម្បៃហ្នឹងគឺជាសាលារៀនចល័តសាលារៀនចល័តប្រាជ្ញារបស់ប្រជាពលរដ្ឋទៅណាទៅចម្បៃសម័យបុរាណណាអត់មានសាលារៀនច្រើនទេឃើញអត់ទេចាអញ្ចឹងអ្នកចេះចម្បៃនោះយកចម្បៃទៅជាមួយទៅដល់តាណាជ្រៀងទៅនឹងឃើញឯងផ្សព្វផ្សាយហើយអ្នកដេញចម្បៃហ្នឹងមិនមែនមនុស្សធម្មតាទេជាបណ្ឌិតផងជាកតិបណ្ឌិតផងទីចំណុចដែលសំខាន់ហ្នឹងគឺនិមិត្តរូបនៃអត្តសញ្ញាណជាតិវប្បធម៌ខ្មែរអង្គការ UNESCO គេភ័យណាស់គេភ័យមាំណាស់អញ្ចឹងហើយបានគេខំបញ្ចូលចម្បៃហ្នឹងទៅជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើលោកគឺប្រទេសកម្ពុជាហ្នឹងហើយចំណុចពិសេសមួយទៀតកូនគឺមធ្យោបាយអប់រំសិលធម៌ចំណុចបន្តមកទៀតហ្នឹងគឺកំណត់ត្រាប្រវត្តិសាស្ត្រមាត់ហើយនឹងសិល្បៈនិទានរឿងហើយនឹងកំណាព្យកូនស្រីប៉ាសួរមួយកូនកូនឯងដឹងទេអីឈប់កូនសួរប៉ាឯងអត់ដោះលុយទេតែបើប៉ាឯងសួរកូនឆែកមកចំនួន$10អូអត់បញ្ហាប៉ាឲ្យ20រៀលកូនយក50ចឹងប្រហែលក៏បានដែរគិតទៅប្រាក់ខ្មែរ200000ណាកូនណាចាតើចម្បៃកេះលឺតាណាកូនឯងឆ្លើយឲ្យត្រូវហ៎កេះលឺនៅខ្សែហើយនឹងខ្ទង់អីគេហ្នឹងហើយប៉ាអូត្បកអាយ៉ាក្បាលលើហ่าចាំទុកឲ្យយល់ណាកូនចម្បៃកេះលឺនៅតិចកូនឯងណា Oh my god he because from oh my god កូនឯងអាយខ្ជុំឥឡូវកូនឯងមើលគិតមើលវាសច្ចៈឲ្យអត់ឃើញអត់ទេកូនឯងទៅខ្វេះជាឬកាត់ស្លឹកជាចោលមិនស្ដាប់ឮចឹងអា50រៀលមិនក៏បានទេចឹងហ៎បើឆ្លើយមិនត្រូវយកធ្វើអីមិនយកហ៎
ហាអើយកូនស្រីអើយកូនស្រីឆ្លើយប៉ុណ្ណឹងមិនត្រូវទីរៀងតេងត្រេងមកខាក់ហើយ200000រៀល